អាយុដំសសុខាអះអាងថាជនរួមជាតិព្រមទាំងយុវជនជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឆ្លៀវវៃរបស់សម្ដេចធិបតីពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឯកភ្នំខេត្តបាត់ដំបងនារសៀលថ្ងៃទី31ខែឧសភាឆ្នាំ2025នេះអាយុដំសសុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែងបាត់ដំបងនិងបន្ទាយមានជ័យបានអះអាងថាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសរួមទាំងយុវជនមានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់និងការដាក់ចេញយុទ្ធសាស្ត្រដោះស្រាយប្រកបដោយភាពឆ្លៀវវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជំវិញបញ្ហាព្រំដែនតំបន់មុំ3បង្កឡើងដោយកងទ័ពថៃបើតាមអាយុដំសសុខាស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង្អាចរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានប្រសិទ្ធិគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការពារបូរណភាពទឹកដីដែលទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀតរវាងកម្ពុជាថៃដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសទាំងសងខាងពលគឺទន្ទឹមនឹងការពារទឹកដីដូនតាមិនឲ្យបាត់បង់សូម្បី1មីលីម៉ែត្រនោះគឺសម្ដេចក៏មានឆន្ទៈដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធីដើម្បីធានាបានព្រំដែនមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍពីវេទិកានោះដែរអាយុដំសសុខាក្នុងនាមអនុប្រធានសសយកក្រោមការដឹកនាំរបស់អាយុដំប្រធានហ៊ុនម៉ាណីក៏បានថ្លែងជាថ្មីទៀតចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយុទ្ធពលខេមរៈភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធបង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជានៅតំបន់មុំ3ខេត្តព្រះវិហារជាមួយគ្នានេះអាយុដំក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរសូមបញ្ជាក់ដែរថាទីស្នាក់ការសសយកស្រុកឯកភ្នំបានចាប់ផ្ដើមសាងសង់នាថ្ងៃទី9ខែមករាឆ្នាំ2024រួចជាស្ថាពរនាថ្ងៃទី4ខែមិថុនាឆ្នាំ2024អាគារនេះមានទំហំ17413ម៉ែត្រការ៉េមានបន្ទប់ចំនួន4ក្នុងនោះមានសាលប្រជុំធំចំនួន1បន្ទប់រដ្ឋបាលចំនួន1បន្ទប់កុំព្យូទ័រចំនួន1បន្ទប់ដាក់សម្ភារៈចំនួន1និងបន្ទប់ទឹកចំនួន3ដែលចំណាយទឹកប្រាក់សាងសង់សរុប$45,440.75 ដុល្លារអាមេរិក។